សូមជម្រាបសួរក៏ដូចជាសួស្តីដល់បងប្អូនយើងទាំងអស់បាទដែលតែងតែគាំទ្រនៅ page របស់ខ្ញុំបាទព្រមទាំង TikTok ផងដែរបងប្អូនណាបាទថ្ងៃនេះដែរគឺខ្ញុំនាំយកវីដេអូអំពីការធ្វើម្ទេសឆាដើម្បីយកទៅដុត oyster ឲ្យបងប្អូនយើងទស្សនាទាំងអស់គ្នាថាតើយើងធ្វើយ៉ាងម៉េចបាទដុតដើម្បីឲ្យឈ្ងុយនិងមានក្លិនក្រអូបហើយហឹរល្អបងប្អូនណាបាទតោះឥឡូវបងប្អូនយើងកុំឲ្យខាត់ពេលមើលយើងទៅធ្វើទាំងអស់គ្នាបងប្អូនបាទហ្នឹងហើយបងប្អូនណាដែលគ្រឿងវាមានដូចជាខ្ញីបាទខ្ទឹមសខ្ទឹមក្រហមនិងម្ទេសបាទខ្ញីយើងចិញ្ច្រាំមួយម៉ត់ផ្សេងខ្ទឹមក្រហមយើងហាន់ម៉ត់ផ្សេងបាទចំណែកឯខ្ទឹមសជាមួយនឹងម្ទេសបាទគឺយើងដាក់ចិញ្ច្រាំវាជាមួយគ្នាបងប្អូនបាទអូខេក្រោយមកទៀតគឺយើងចាប់ដើមដុតខ្ទះយើងដាក់ខ្លាញ់ដុតភ្លើងក្តៅបងប្អូនបាទចំហៀនបន្ទាប់គឺយើងដាក់ខ្ញីបងប្អូនណាបាទចាំបាច់ណាស់ខ្ញីគឺយើងត្រូវលីងឲ្យវាឈ្ងុយមុនដំបូងបើសិនជាយើងលីងអត់ឈ្ងុយទេគឺវាមានក្លិនអត់ក្រអូបទេបងប្អូនណាក្លិនខ្ញីគឺអាក្រក់ណាស់បាទបន្ទាប់មកទៀតគឺយើងដាក់ខ្ទឹមក្រហមចូលឆាវាជាមួយនឹងខ្លាញ់ហ្នឹងឲ្យឈ្ងុយបងប្អូនណាបាទចំណូលចិត្តបងប្អូនបើចង់បានខ្លាញ់តិចគឺត្រូវតែដាក់តិចបើចូលចិត្តខ្លាញ់ច្រើនគឺបងប្អូនអាចដាក់ខ្លាញ់ច្រើនបានបងប្អូនណាបាទក្រោយមកទៀតខ្ទឹមក្រហមជាមួយនឹងខ្ញីគឺវាក្រអូបក្រហមល្អហើយគឺយើងដាក់ម្ទេសជាមួយនឹងខ្ទឹមសចូលអូខេបាទដូចទាល់ហើយគឺយើងដាក់ពាក់កណ្ដាលឆាបាទក្រោយមកទៀតគឺយើងដាក់វាទាំងអស់បងប្អូនដូចបានមើលក្នុងវីដេអូនឹងចឹងបាទខ្ញីខ្ទឹមក្រហមម្ទេសខ្ទឹមសសុទ្ធតែចិញ្ច្រាំវាទាំងអស់ណាបងប្អូនណាបាទយើងលីងវាបន្តិចចឹងទៅយកវាឆាកូរវាបើកភ្លើងត្រឹមដូចខ្ញុំថតឲ្យបងប្អូនមើលចឹងយើងកុំឲ្យខ្លាំងពេកបាទតែបើខ្លាំងពេកវាខ្លោចបាតបើសិនជាខ្លោចបាតហើយគឺវាមានក្លិនមិនល្អទេគឺយើងដុតឈ្ងុយទេហើយវាឆាប់ខូចខ្ទឹមទៀតអូខេបងប្អូនបាទអញ្ចឹងបងប្អូនយើងមើលវីដេអូនេះហើយអាចអនុវត្តបានហើយងាយមែនតើបងប្អូនណាបាទខ្ទឹមសនិងខ្ទឹមក្រហមគឺយើងវាយវានឹងចិញ្ច្រាំមួយម៉ត់បាទបងប្អូនមានម៉ាស៊ីនវាយក៏វាយមកបើបងប្អូនអត់គឺយើងចិញ្ច្រាំបានហើយបងប្អូនបាទម្ទេសនេះដែរគឺយើងយកទៅញ៉ាំជាមួយនឹងស៊ុបឆ្នាំងភ្លើងក៏បានដែរបាទហើយជាមួយនឹង oyster អាំងត្រប់អាំងពងមាន់អាំងមីស៊ូដុតប្រអប់បាទជាមួយនឹងគូជ្រូកដុតប្រអប់គឺត្រូវទាំងអស់បងប្អូនណាបាទដាក់ទៅគឺដឹងតែរសជាតិឆ្ងាញ់ហើយបងប្អូនបាទឥឡូវគឺយើងចាប់ផ្ដើមកូរវាម្ដងតិចមកឲ្យវានឹងពុះប្រឹមយើងឆាវារហូតបាទបងប្អូនណាដល់ខ្ទឹមសហ្នឹងវាចាប់ផ្ដើមឡើងឈ្ងុយបាទយើងឆាវាឲ្យឡើងឈ្ងុយមកដើម្បីឲ្យវាមានក្លិនហើយខ្ទឹមបើសិនជាយើងឆាអត់ឈ្ងុយវាឆាប់អូមជូរបាទក្រោយមកទៀតគឺយើងដាក់ប្រេងខ្យងបាទគ្រឿងវាបាទប្រេងខ្យងដាក់ពីឡាព្រាងមកឆាវាសិនមកបងប្អូនណាបាទអូខេបន្ទាប់មកទៀតបន្ទាប់ពីខ្ទឹមសមកទៀតគឺយើងប្រើជាមួយនឹងម្សៅស៊ុបដូចបងប្អូនបានឃើញអញ្ចឹងម្សៅស៊ុបមាន់បាទបងប្អូនយើងមានរ៉ូឌីដាក់រ៉ូឌីយើងធម្មតាទៅបាទឆាវាទៀតមកត្រឡប់បាទកុំភ្លេចណាបងប្អូនណាជាមួយនឹងម្រេចសគឺយើងត្រូវតែដាក់ដែរបាទស្ករគឺយើងដាក់បន្តិចបាទប៊ីចេងយើងដាក់រៀងច្រើនគូសពនេះមកពីព្រោះអីមុខម្ហូបរបស់ចិនគឺយើងត្រៀមទាប៊ីចេងរៀងក្រាស់បន្តិចមកបាទវាមានរសជាតិឈ្ងុយឆ្ងាញ់អូខេបងប្អូនណាបាទវីដេអូយើងគឺប្រាប់បងប្អូនពីរបៀបធ្វើម្ទេសឆាសម្រាប់ដុត oyster ជាមួយនឹងគូជ្រូកប្រអប់បាទបើសិនជាបងប្អូនយើងមានចំណាប់អារម្មណ៍បាទកុំភ្លេច share និងចែកម្លែកដល់អ្នកគ្នាបាទវីដេអូក្រោយខ្ញុំនឹងធ្វើអំពីខ្ទឹមសបាទសម្រាប់ដុតខ្ទឹមសសម្រាប់ដុតoyster ម្ដងសម្រាប់ដុត oyster ព្រមទាំងដុតខូដុតអីគឺយើងធ្វើពីខ្ទឹមសម្ដងអូខេបងប្អូនណាបាទកុំភ្លេចចែកម្លែកនៅវីដេអូនេះទាំងអស់គ្នាបងប្អូនណាបាទដោយសារតែខានយាយយូគឺយើងរៀងតែអរគុណច្រើនបាទសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូនេះចុច share និងចែករំលែកអ្នកមួយដើម្បីចែកជាចំណេះដឹងពាក្យពងម្ហូបរបស់គ្នាអរគុណច្រើនបាយ